Hello សួស្តីអ្នកគ្នានេះគឺជាវិធីសាស្ត្រដែលយើងអាចផ្លាស់ប្ដូរឈ្មោះ Facebook ដាក់ទៅមកពាក្យដែលយើងហៅថា single name ហ្នឹងឥឡូវនេះខ្ញុំអត់ទាន់មាន account Facebook ទេឥឡូវខ្ញុំបង្កើតមួយដើម្បីតេស្តឲ្យអ្នកគ្នាមើលឥឡូវខ្ញុំដាក់ឈ្មោះអីគេដាក់រិទ្ធអីគេរិទ្ធដាក់ដាក់ឈ្មោះអីគេវិញដាក់ផាន់ណាក់ហ្មងទៅ P P A A X A N N E K AK អូ AK ច្រឡំ AK ថ្ងៃដាក់ចោលទៅបង្កើតតេស្តឲ្យអ្នកគ្នាមើលទៅអញ្ចឹងទៅហើយអី email ក៏ password ដាក់ email មក slow បន្តិចហើយអូខេ password ដាក់ចាំបន្តិចអ្នកគ្នាបង្កើត Facebook មួយសិនអូខេឥឡូវចាំ email តិចសិន slow មកបាទរត់ផាន់អូខេអូខេឥឡូវយើងបង្កើត Facebook បានហើយអញ្ចឹងវិធីដែលយើងអាចដូរឈ្មោះបានជាដំបូងអ្នកគ្នាត្រូវទៅ install VPN មួយ VPN ប្រើ VPN អីក៏បានដែរឥឡូវខ្ញុំមាន VPN Express VPN ស្រាប់នៅក្នុងនេះមកហើយអ្នកគ្នាអាចរើស VPN ទៅ Indonesia មក Indonesia អូខេឥឡូវខ្ញុំ connect បានហើយខ្ញុំ refresh វាម្ដងទៀតអូខេអញ្ចឹងដើម្បីដូរឈ្មោះបានអ្នកគ្នាគ្រាន់តែផ្លាស់ប្ដូរ VPN មកឥណ្ឌូនេស៊ីមកដើម្បីឲ្យផ្លាស់ប្ដូរបានដោយសារតែប្រទេសហ្នឹងអាចយើងដាក់ឈ្មោះទៅមកពាក្យបានឥឡូវយើងចូល setting មកយើងចូល account នេះមកយើងចូល like ឈ្មោះមកហើយយើងចុច like profile ហ្នឹងមកឥឡូវនេះយើងចុច like name មកហើយដើម្បីដូរឈ្មោះបានអានេះយើងចង់ដាក់ឈ្មោះអីដែលយើងចង់ទុកមួយពាក្យហ្នឹងហើយ like នេះយើង delete ចោលមកហើយយើងដក clear មួយហើយយើងចុចផ្លាស់ប្ដូរឈ្មោះមកអូខេវានឹងបានតែម្ដងអញ្ចឹងវិធីសាស្ត្រដែលផ្លាស់ប្ដូរឈ្មោះគឺអត់មានអីបាក់ទេអ្នកគ្នាគ្រាន់តែផ្លាស់ប្ដូរ VPN ទៅឥណ្ឌូនេស៊ីមកគឺអាចផ្លាស់ប្ដូរឈ្មោះបានតែមួយពាក្យតែម្ដងឥឡូវអ្នកគ្នាអាចមើលបានគឺយើងដូរបានជោគជ័យ 100% ហើយក៏មិនប្រកាសថាបានគ្រប់ account ដែរតាម account ដែរទេប៉ុន្តែអ្នកគ្នាអាចសាកល្បងបានឥឡូវនេះអ្នកគ្នាមានតែមួយពាក្យទេឈ្មោះអូខេបាយបាយ